Vậy linh sao ấy mà ông phụ ơi nghe nó sẽ cô ăn này chẳng ngay ngày giang na để sao thì dương đột ly khanh tịnh tịnh có hộp chúng mình đừng chuộng bằng dây về rương chuộng các bài là không còn anh tiệt rồi cái nhọ dây rôm tô bây dương hộp bà khanh tịnh tịnh đã bị chết bị chui dây tha mình trâu để nó khơi cao nó tụi mà ông phụ ơi miền tầm mà bươn pram rồi vậy các bạn mà chẳng cả ai hộp klim thôi tầng chẳng cả tiệt nè ông phụ đi sắp cơm xong cứ nghe nghe thì bây giờ bụng mà ông phụ man phơ nè cái thà vô à sẽ cô na phơi tôi hay bật thêm khanh tịnh tịnh đọt tốt đắng tại chết ơi bật thà dương vô sạch sót cứ hôm mình chỉ ngang thế giờ đông tố tam cho non cho nô chật bởi nhóm mình chui chật đã khanh tịnh tịnh hay cà lạ kêu cái sủng khăn đây cà thưa sạch cô chẳng cả ăn đi đi và thà bụng mà ông ôn bây giờ mình đừng tự preng chong scallop chin su ni tết đã tô chui ngọc nam môi để sao ta tự preng chong đi cái thưa chanh bị oyster đừng scallop để rồi một pi bát cho nó mà ông ôn hay khắp là chui nè và thà bụng mà ông ôn như tự thưa một hộp ấy xem đã tô cha ngô trên ấy từ dương prơ thà preng chong mà ông ôn ai chơi vô tự preng chong scallop chin su bàn mình tha thưa hộp tịch thưa hộp trơn bong om trong phao ấy tê rùi chiết bao nhiêu nhom tấn đi mà ông ôn ơi chui nhanh nè vô một lạ sẽ cô ăn chơi tê cô rùi chiết hộp tù cái mình ai thà bằng phịch bàn này cho mà ông ôn rồi đội về lơ rùi chiết mà cầm rất tết hay sẵn ra cái tha sẽ cô để bông mang khơi này nhưng lạ cái bên ấy chỉ giả tê nhưng đã ta kêu để dương bộ hơi và thêm tự đó cô khap và thêm score so mình sau một tê cái rê hay nhưng đã bị trên màn tịch tù hay kêu xong chúng môi đừng tự bring chong scallop này anh sẵn ra tự bring chong scallop chin su này cái miên chúng nó bao kia đấy mà ông ôn mà đọc tôi đọc thom sập nhom prơ ní nhom prơ àผมbay gram mà đọc thom mà tháp bụng mà ông ôn vô thưa một hộp tịch tôi trong ban đọc tôi cái miên à 400 gram đấy mà ông ôn hayนี่ก็ថាពើសម្បល់ចាញ់មួយទៅនោះអាយ៉ាងណាមានខ្លាញ់តិចមានសាច់មានអីចោះណាហើយបន្ទាប់ពីយើងប្រឡាក់ហើយយើងផ្អាប់ទុកមកកណ្ដប់ដល់វាយើងឆ្លៀតមកធ្វើជ្រក់តិចមកបងប្អូននេសាតាសាច់ចង្កាក់គឺយើងប្រឡាក់ភ្លាមយើងមិនអាចយកទៅដុតភ្លាមអីភ្លាមទេយើងទុកឲ្យវាចូលជាតិបន្តិចទៅឆ្លៀតពេលតនីក៏មកធ្វើជ្រក់ទៅព្រោះជ្រក់នេះក៏រត់តាលឿនទៀតតែសាច់ទៅសក់ការ៉ាត់ការ៉ុតអីក៏យើងចាត់យើងហាន់យើងឈូសវាមកស្អាតយកមកច្បាច់គេថាអំបិលឲ្យវាទន់លាងទឹកម្សៅក៏យើងដាក់ជាមួយនឹងទឹកខ្មេះថែមជាមួយនឹងស្ករបន្ថែមមួយប៊ីចេងអីតាមចំណង់ចំណូលចិត្តអីចោះម៉ែបងប្អូនថាពុកម៉ែបងប្អូនចង់ហាន់ម្ទេសគ្របអីដាក់បន្ថែមអីក៏បានដែរតែសម្រាប់ខ្ញុំគេថាខ្ញុំដាក់ម្ទេសហុយក្រៅណាមួយក៏គុនក៏មានក៏ហូបដែរម៉ែបងប្អូនអើយធ្វើឲ្យក៏មានហូបម្នាក់ឯងណាថតឲ្យក៏មកលស្រូណែអ្នកចាំហូបចាំអីនោះណាមួយក៏គេថាយើងនោស្រកស្រែចង្ការអញ្ចឹងក៏មានអ្នកចិត្តខាងមានអីមកលេងមកអីក៏យើងធ្វើរៀងច្រើនចេះទៅម៉ែបងប្អូនគឺខ្ញុំហូបម្នាក់ឯងចេះទេបើតែថាមានអ្នកចិត្តខាងអ្នកចិត្តអីកំពុងតាមទស្សនាកំពុងណាឃើញខ្ញុំធ្វើខ្ញុំអីចេះដែរម៉ែបងប្អូនព្រោះធ្វើនេះថតជិបតែម្នាក់ឯងបើតែអ្នកអង្គុយក្រៅឆាកកំពេះកំពីងហើយនេះសម្រាប់ការដុតសាច់ក៏មានជាយ៉ាអីទេម៉ែបងប្អូនអើយដុតយកទៅព្រោះថាក្រៅឆាកនឹងមានអ្នកជួយដុតច្រើននៅពេលតែកណ្ដងឆាកក៏ដុតតែម្នាក់ឯងពេលតែកាត់cáiនេះហើយទៅបាត់ហើយសម្រាប់ការដុតសាច់ហើយអីមានធ្វើអីទេម៉ែបងប្អូនយើងអាំងដល់បណ្ដោយទៅព្រោះការអាំងសាច់គោនេះក៏វាមានជាយ៉ាអីទេព្រោះយើងដុតស្ដើងហើយណាមួយក៏ដាក់ភ្លើងល្អែងប្រែល្អែងត្រឡប់វាអីចឹងនេះហើយសាច់គោរបស់យើងគឺពឿរបស់វាគេចេញមកអត់ខ្លោចទេបើថាយើងអាំងយើងមិនប្រែយើងមិនត្រឡប់អីដាក់មកដឹងតែខ្មុកហើយបងប្អូនព្រោះវាមានចាប់ខ្លាញ់តិចវាអាចតែនឹងធ្វើឲ្យឆេះណាតែដឹងតែញ៉ាវហើយនេះពឿសម្បល់ថាតំណងអាយ៉ាងណាវិញនិយាយពីរឿងក្លិនជា750លានភូមិបងប្អូនអើយចាហើយក៏ដូចក៏ខ្ញុំនិយាយឯងពេលពុកម៉ែបងប្អូនធ្វើមុខម្ហូបតាក់ទងនឹងប្រេងខ្យងអីពុកម៉ែបងប្អូនអាចជ្រើសរើសយកទឹកប្រេងខ្យងស្កាឡប់ជៀនស៊ូបានព្រោះគេថាធ្វើឲ្យរសជាតិក៏កាន់តែឆ្ងាញ់លើកពឿសម្បល់សាច់ថាមុខម្ហូបរបស់យើងក៏កាន់តែតំណងទៀតណែឯងជ្រក់ស្រួយខ្ញប់សាច់ក៏ផុយល្អទេណាបងប្អូនnghe lắm đâu bạc khanh mùi nhá chỉ làm đạp ai xô nó hong rồi nó ai ăn nè rồi mùi sạch cô chiết đi rồi mùi từng camera lon còn em mà ôn là lon rồi
ខ្លាញ់តិចៗហ៎ជីបដាំមេដាំអូឈ្ងុយខ្ទិះបងប្អូនជុំគ្រួសារអីធ្វើហូបដូមទៅនេះតែចងាញ់តាមខ្ញុំធ្វើក៏បានដែរបងប្អូនចុះវីដេអូរបស់យើងមានប៉ុណ្ណេះទេអរគុណពុកម៉ែបងប្អូនទស្សនាតាមដំណើរចាប់ជម្រាបលាប្រុសចាំទទួលផងនេះគេថាចំនួនហែទៅបណ្ដើហើយថាមានតាំងពីសាច់មានតាំងពីបន្លែញ៉ៃរុំតូចំនួនគេមានបន្លែផ្លែឈើដល់ពេលតែខ្ញុំមានណាមានតែសាច់នឹងគេថាបន្លែនេះដាក់ល្អអស់ធឹងនេះញ៉ៃរុំតូថ្ងៃនេះក្តីសក់មួយយ៉ាងដែរបងប្អូនគេថាសាច់11គីឡូណាហើយសាច់ចាប់ខ្លាញ់បន្តិចផងយើងធ្វើទឹកកាពិត្រូវផងមានបន្លែប្លោកកូនក្មេងក៏ហូបចងាញ់មិត្តអាយ៉ាងណាដោយសារតែយើងប្រឡាក់សាច់ក៏ត្រូវយើងធ្វើគ្រឿងគ្រូត្រូវជាមួយនឹងបរិយាកាសយើងទៅហូបនូស្រែខ្យល់បក់មូលវិចខែលងាក៏ហូបជាមួយនឹងសាច់អាំងទឹកកាពិក្តៅទៀត10លើ10ចុយពុកម៉ែអង្គប្អូនតនេខែតិចចេះគេអាចធ្វើសាច់អាំងហូបជុំជុំគ្រួសារនៅវាលស្រែវាលអីគេក្តីសក់ណាជាពិសេសយើងមានខ្ទឹមបារាំងមានអីណាដោយសារតែសាច់អាំងមិនសិនណាជាយើងហូបតែសាច់សុទ្ធមិនចងាញ់ទីតែមានបន្លែប្លុកអីចឹងបងប្អូនហើយយើងមានគ្រឿងផ្សំធ្វើទឹកកាពិព្រោះយើងធ្វើសាច់អាំងទឹកកាពិនោះហើយអ្វីដែលមិនអាចអត់បានសម្រាប់ការធ្វើសាច់អាំងមិនសិនណាពុកម៉ែអង្គប្អូនចង់ឲ្យចងាញ់ណាម៉ែអង្គប្អូនប្រឡាក់សាច់ជាមួយនឹងទឹកប្រេងខ្យងហើយបើថាពុកម៉ែអង្គប្អូនជ្រើសរើសយកប្រេងខ្យងត្រូវទៀតដាក់ទូរតែអេមទៀតនេះជាពិសេសទឹកប្រេងខ្យងស្កាឡប់ជីនស៊ូម៉ែបងប្អូនប្រឡាក់សាច់គេយើងយកទៅអាំងនៅជាតិអាយ៉ាងណាញ៉ាំរុំតូជាតិ10បីជាតិណាយើងមិនបាច់ដាក់គ្រឿងក្រូអីផ្សេងទេពុកម៉ែអង្គប្អូនប្រឡាក់តែជាមួយទឹកប្រេងខ្យងមកស្លាប់ក៏វាចូលជាតិមកល្មមយើងឆ្កត់ជាមួយទឹកជ្រលក់ទៀតអូជាតិណាជាពិសេសគេយើងបានប្រភេទសាច់គោផុយទៀតម៉ែអង្គប្អូនអើយកូនក្មេងនៅពុយយោដាក់แล้วគ្មានសល់សាច់មកដុំទៀតដោយសារតែយើងធ្វើទឹកជ្រលក់ក៏ចងាញ់យើងប្រឡាក់សាច់ក៏ចងាញ់ម៉ែអង្គប្អូនអើយហើយនេះសម្រាប់សាច់គោដូចខ្ញុំនិយាយនេះយើងប្រឡាក់ជាមួយតែទឹកប្រេងខ្យងស្កាឡប់ជីនស៊ូទេដាក់ទៅវាជាតិមកល្មមឈ្ងុយឆ្ងប់លើកពើលើកក្លិនមិនយាយក្រាន់ណាយើងប្រឡាក់ប៉ុណ្ណេះណាក្លិនវាជាឈ្ងុយអាយ៉ាងណាចង់តែអាំងហូបវាញ៉ាវចង់ហូបភ្លាមម៉ែបងប្អូនប៉ុន្តែដោយសារតែយើងចាំហូបជុំក្មេងចាំហូបជុំនេះចិត្តខាងណាមួយក៏កូនក្មេងមិនតិនមកអស់គ្នាអញ្ចឹងបងប្អូនយើងមានតែរៀបចំដាក់មកកណ្ដប់ឲ្យហើយធ្វើទឹកជ្រលក់ធ្វើអីព្រោះធ្វើទឹកជ្រលក់ក៏មិនជាយូរអីប្រហែលទេបែបលឿនទេដោយសារតែគ្រឿងគ្រូយើងរៀបចំទុកស្រាច់ទុកមកកាផ្លេអីអញ្ចឹងបងប្អូនខ្ទឹមក៏យើងច្រាំហើយអីហើយនេះសម្រាប់ការធ្វើទឹកជ្រលក់នេះម៉ែបងប្អូនគោខ្ទឹមឲ្យឈ្ងុយជាមួយប្រេងឆាយដាក់ជាមួយនឹងស្ករក្រហមស្ករត្នោតខ្មែរយើងណែឯងហើយដាក់ជាមួយនឹងកាពិខ្មែរយើងឈ្ងុយឆ្ងប់ហើយដាក់ជាមួយនឹងតៅហ៊ូម៉ែបងប្អូនតៅហ៊ូណាតៅហ៊ូ10ពុកម៉ែបងប្អូនកិនដាក់ឲ្យហើយទៅអានោះវាល្អិតល្អនេះដោយសារតែខ្ញុំមានប្រដាប់កិនខ្ញុំមានតែយកវាឆ្លីចុះឆ្លីឡើងត្រឹមបែកយូរសំណំក្រិនហើយដាក់ម្សៅស៊ុបបន្តិចទៅមើលតាវាគេថាពុះក្រុចមុំគេថាមកប៉ែឲ្យយើងលើកដាក់មកកណ្ដប់ម៉ែបងប្អូនពុកម៉ែបងប្អូនចង់បានរាវពុកម៉ែបងប្អូនដាក់ជាមួយនឹងទឹកជាបន្ថែមក៏បានបើថាចង់បានខាប់ក៏ដាក់ទឹកមកល្មមមិនចោះណាហើយមើលទៅតាវាតិចអ៊ុនហើយយើងដាក់បន្ថែមជាមួយទឹកដោះគោខាប់បន្ថែមជាមួយនឹងម្ទេសបន្ថែមមួយខ្ទឹមម៉ែបងប្អូនអាម្ទេសខ្ទឹមទឹកដោះគោខាប់យើងដាក់ក្រយើងអាចដាក់ពេលថាទឹកក្តៅពីពុះអីទេសិនណាជាយើងដាក់ជាមួយអាទឹកក្តៅវាអាចតែម្ទេសខ្ទឹមវាស្លោកមើលទៅវាមិនសូវតនងវាមិនសូវចងាញ់អញ្ចឹងម៉ែបងប្អូនចាំពុកម៉ែបងប្អូនដាក់ក្រទៅជួយចិត្តហើក៏យើងដាក់ម្ទេសច្រើនជួយចិត្តមកហើក៏ដាក់ម្ទេសតិចទៅហើយបន្ទាប់មកនេះដោយសារតែសាច់គោរបស់យើងប្រឡាក់ជាមួយនឹងទឹកប្រេងខ្យងស្កាឡប់ជីនស៊ូក៏វាចូលជាតិវាឈ្ងុយឆ្ងប់វាមើលទៅកាពឿលឿល្មមអីយើងរៀបដាក់ចានហើយទៅព្រោះថាកូនក្មេងក៏មកបណ្ដើយើងត្រូវហែចំនួនទៅវាស្រែម៉ែបងប្អូនហែមានហែថាឆ្ងាយប្រឡាក់ទេដើរតែមកផ្លេតទេដល់ហើយយើងរៀបប្លែប្លោដាក់មកកណ្ដប់មកសែតមកឈុតមានតាំងពីសាឡាត់មានតាំងពីថាសម្ដីខ្លះទេអានេះគេហៅស្អីបងប្អូនផ្សិតភ្លុំឿនហើយបន្ថែមជាមួយនឹងស្ពីកដោបន្ថែមជាមួយនឹងថាអូអារ៉ាមេស្អីខ្លះទេទូអស់បាត់ហើយខ្ទឹមបារាំងហើយយើងរៀបចំឲ្យភ្លាមនេះយើងហែមកថាទីឡែហែចំនួននេះបន្តែដាក់ភ្លេងបដាលសំណំយ៉ាងហើយរៀបចំហូបជាមួយកូនក្មេងទូចង្កានចានឆ្នាំងក៏យើងដាក់រៀបចំមកជួវាអមជាមួយនឹងទេសភាពវាស្រែសងខាងហើយណាមួយក្មេងមានចក្តៅអីទេម៉ែបងប្អូនអើយខែនេះទោះបីជាម៉ោង4ម៉ោងអីក៏វាលក្ខណៈតែល្បើកថ្ងៃមានតែល្បើកមកមានក្តៅខ្លាំងទេណាវាក្តៅវីតាមីន C នេះក្តៅវីតាមីន C ដោយសារតែខែនេះទៅជាដោយពុកម៉ែបងប្អូនបានដឹងនេះក្តៅថាញ៉ាច់ដូចយើងធម្មតាទេហើយនេះដល់ភ្លាម1 2 3ខ្វាគេថាសបាយយ៉ាងដោយសារតែយើងធ្វើនេះហូបលក្ខណៈតែជុំគ្នាចេះងាញ់បើមិនណាយើងហូបម្នាក់ឯងមិនចេះងាញ់ទេដោយពុកម៉ែបងប្អូនធ្លាប់ធ្វើម្ហូបធ្លាប់ហូបអីដឹងហើយតែយើងធ្វើម្នាក់ឯងហូបម្នាក់ឯងក៏ហូបទៅដូចមានជាតិមានចូលបើយើងធ្វើហូបជុំគ្នាចេះអីដៃលល្វើក
មួយថាដូចស្ដីទេសិនណាយើងហូបគ្នាចេះច្រើនយើងដណ្ដើមគ្នាសាច់ឆ្អិនមួយក៏អូដណ្ដើមគ្នាចងាញ់ណាចេះពុកម៉ែបងប្អូនខែតិចធ្លាក់ខ្យល់អីចេះអាចធ្វើសាច់អាំងហូបជុំគ្នាបានជាពិសេសធ្វើនូវាស្រែហូបជុំបងប្អូនកូនក្មួយអីក៏បានដែរម៉ែបងប្អូនបើថាពុកម៉ែបងប្អូនប្រឡាក់សាច់ត្រូវធ្វើទឹកជ្រលក់ត្រូវទេ10 ខ្ញុំធ្វើយ៉ាងនេះណាចងាញ់ណាស់ដោយសារធ្វើទឹកជ្រលក់ក៏មកល្មមហើយប្រឡាក់សាច់ក៏មកល្មមព្រោះប្រឡាក់សាច់មានអីយ៉ាទេដោយពុកម៉ែបងប្អូនបានឃើញណែប្រើទឹកប្រេងខ្យងប្រឡាក់ទូចូលជាតិមកល្មមក៏ដាក់យកពួយយកនេះក៏មកជុំគ្នាទាំងអស់គ្នាអត់មានណាគេថាមិនបានមកទេម៉ែបងប្អូនដោយសារតែសាច់យើងច្រើនហ្នឹងចាមកជុំគ្នានេះគេថាដាក់ហូបផងសែកផងនេះព្រោះដូចវាត្រូវជាមួយនឹងបរិយាកាសចេះតែបណ្ដោយសិនណាយើងហូបនៅផ្ទះដូចវាសាមញ្ញធម្មតាម៉ែបងប្អូនពេលយើងហូបនៅវាអញ្ចឹងក៏អបក្លិនស្រែក្លិនស្រូវណាមួយខែនេះគេជ្រត់បណ្ដើផងក៏អបទ្រុបក៏អបចំបើងក៏អបជ្រៀងអីចាំម៉ែបងប្អូននេះសម្រាប់ខ្ញុំនឹងនិយាយថាប្រឡែប្រឡោអីចូលចិត្តទាំងអស់នេះជាពិសេសពោតប្រាំងម៉ែបងប្អូនអើយដាក់ជាមួយនឹងទឹកកាពិទៅត្រូវយ៉ាងណាទឹកកាពិរបស់យើងវារៀងហឺបន្តិចវាឈ្ងុយខ្ទឹមហើយចឹងតែបណ្ដោយណាច្រាប់គឺខ្ញុំចូលចិត្តណាស់ហើយទៅហូបសាច់អាំងហូបអីមិនថាប្រឡែប្រឡោអីផ្សេងនេះគឺមិនអាចអត់បានជាមួយនឹងពោតប្រាំងនេះឯងហើយបើនិយាយពីរឿងរសជាតិសាច់ដាក់ទូកទួននៅល្មើយឈ្ងុយឆ្ងប់10លើ10ក្លិនក៏ជា750លានភូមិចំណែកឯតុក្រយអូរញ៉ចង់20នាក់ដឹងម៉ែបងប្អូនតុក្រយថែមសាច់អុយមួយចានតិចក៏ដាក់ឡើងខ្ទេចទៀតឯងណាបងប្អូនវីដេអូរបស់យើងមានតែប៉ុណ្ណេះទេម៉ែបងប្អូនតនេអាចធ្វើសាច់អាំងហូបជុំគ្រួសារនោះវាស្រែនោះអីបានណាបងប្អូនជម្រាបលាបាយបាយ